ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំពំនាំវីដេអូធ្វើម្ហូបថ្មីតាក់ទងទៅនឹងការឆាប៉េងប៉ោះទុំជាមួយនឹងសាច់គោចាហើយនេះគឺជាគ្រឿងផ្សំរបស់យើងប៉េងប៉ោះទុំនេះខ្ញុំប្រើខ្ទង់ផាយជា4ទៅ5ផ្លែដែរហើយសាច់គោនេះខ្ទង់ផាយជាបើគិតជាផាយជាមួយខាំកន្លះហ្នឹងហើយជាមួយនឹងនេះមានខ្ទឹមស្លឹកអីហ្នឹងមើមខ្ទឹមនេះយើងគេច្រាបឲ្យម៉ត់មកចាហើយបើសិនជាបងប្អូនឆាច្រើនអីថែមថយសាច់តាមនឹងទៅចាឥឡូវយើងមកមើលពីរបៀបឆាទាំងអស់គ្នាខ្ញុំបើកភ្លើងហើយខ្ញុំដាក់ខ្ទះឲ្យរៀងក្តៅសិនចាហើយបន្ទាប់មកទៀតខ្ញុំប្រើជាមួយនឹងប្រេងឆាខ្ញុំចាក់រៀងជ្រុលតិចហើយបងប្អូនអាចប្រើខ្លាញ់ជ្រូកក៏បានដែរបើសិនជាមានខ្លាញ់ជ្រូកទេតែល្អពេលយើងឆាទៅធ្វើឲ្យរសជាតិឆារបស់យើងកាន់តែឆ្ងាញ់បន្ថែមទៀតអញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីខ្ទះរៀងក្តៅហើយខ្ញុំដាក់ជាមួយនឹងមើមខ្ទឹមដែលខ្ញុំបានកច្រាមរួចចូលណាចាអញ្ចឹងបន្ទាប់ពីយើងដាក់ខ្ទឹមពងឲ្យរៀងឈ្ងុយហើយឥឡូវខ្ញុំមកដាក់ជាមួយនឹងស្ករខ្ញុំប្រើស្ករត្នោតក៏បានបងប្អូនប្រើស្ករសបានដែរតែដោយសារខ្ញុំមានស្ករត្នោតតែខ្ញុំប្រើស្ករត្នោតទៅវាឈ្ងុយជាងស្ករសអញ្ចឹងណាចាហើយយើងកូរវាឲ្យឡើងឈ្ងុយសិនយើងកូរឲ្យស្ករនឹងវារលាយហើយឡើងឈ្ងុយចាអញ្ចឹងបន្ទាប់ពីយើងកូរស្ករឲ្យឡើងឈ្ងុយហើយឥឡូវយើងដាក់ជាមួយនឹងសាច់គោចាសាច់គោនឹងដាក់ហើយកូរវាឲ្យចូលជាមួយនឹងស្ករហើយនឹងខ្ទឹមពងហ្នឹងណាចាអញ្ចឹងបន្ទាប់ពីយើងទុកមកសន្ទុះឲ្យវាសាច់គោឡើងសពណ៌ហើយក្លិនឈ្ងុយល្អឥឡូវយើងចាប់ផ្ដើមដាក់ជាមួយនឹងទឹកត្រីទឹកត្រីយើងដាក់តែបន្តិចសិនមកបានហើយយើងមិនដាក់ច្រើនពេកយើងដាក់ល្មមសិនមកខ្លាចប្រែម្ហូបប្រែអញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីយើងដាក់ទឹកត្រីហើយឥឡូវយើងបន្ថែមជាមួយនឹងបន្លែប៉េងប៉ោះដែលយើងបានចិតរួចយើងដាក់មកទាំងអស់មកហើយយើងកូរច្របល់គ្នាជាមួយនឹងសាច់ហើយនឹងគ្រឿងដែលយើងដាក់ពីមុនហ្នឹងឲ្យវាឆាប់ចូលជាតិគ្នាបានល្អអញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីយើងកូរសាច់ហើយបន្លែបានមកសន្ទុះហើយឥឡូវយើងមកថែមគ្រឿងបន្តទៀតចឹងគ្រឿងដំបូងដែលខ្ញុំដាក់ហ្នឹងខ្ញុំប្រើអំបិលប្រហែលជាមួយចុកដែរបន្ទាប់មកទៀតខ្ញុំប្រើជាមួយនឹងទឹកស៊ីអ៊ីវយើងហូបធម្មតាហ្នឹងមិនទឹកស៊ីអ៊ីវខាប់ទេទឹកស៊ីអ៊ីវធម្មតាប្រហែលជាខ្ទង់ប្រហែលជា7កន្លះស្លាបព្រាបាយដែរអញ្ចឹងបន្ទាប់មកទៀតគ្រឿងផ្សំបន្ទាប់មកទៀតខ្ញុំប្រើជាមួយនឹងប្រេងខ្យងហើយប្រេងខ្យងហ្នឹងបងប្អូនបាច់ប្រើទៅតាមប្រភេទប្រេងខ្យងដែរបើសិនជាប្រេងខ្យងបងប្អូនរៀងប្រៃបងប្អូនដាក់តែបន្តិចបានហើយតែប្រេងខ្យងនេះវាអត់ប្រៃខ្លាំងហើយក៏វាអត់សាបអីខ្លាំងដែរអញ្ចឹងរសជាតិវាល្មមអញ្ចឹងខ្ញុំប្រើប៉ុណ្ណឹងគឺវាស័ក្តិសមជាមួយនឹងបន្លែខ្ញុំហើយនឹងសាច់របស់ខ្ញុំហើយបន្ទាប់មកទៀតខ្ញុំប្រើជាមួយនឹងម្រេចម៉ត់ណានិយាយទៅតាក់ទងទៅនឹងឆាប៉េងប៉ោះហើយសាច់គោចោលម្រេចម៉ត់ចោលបានទេព្រោះគ្រឿងផ្សំដែលឆ្ងាញ់សំខាន់ក្នុងម្ហូបនេះគឺម្រេចនឹងឯងហើយបន្ទាប់មកទៀតខ្ញុំប្រើជាមួយនឹងប៊ីចេងនេះប្រហែលជា1ស្លាបព្រាកាហ្វេបងប្អូនប្រើម្សៅស៊ុបជំនួសប៊ីចេងក៏បានដែរតាមការចូលចិត្តរបស់បងប្អូនអញ្ចឹងណាចូលចិត្តប្រើប៊ីចេងចូលចិត្តប្រើម្សៅស៊ុបទៅអត់បញ្ហាទេទៅនឹងការឆាមកមុខហ្នឹងអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងផ្សំគ្រឿងទេសចូលគ្នាអស់ហើយឥឡូវយើងចាប់ផ្ដើមកូរប៉េងប៉ោះហ្នឹងធ្វើមិនឲ្យរីយូរតិចទៅឲ្យប៉េងប៉ោះហ្នឹងវាចូលជាតិល្អហើយវាឆាប់ឲ្យលួយអញ្ចឹងណាព្រោះអីឆាប៉េងប៉ោះបើយើងឆាមួយស្បប់ពីរស្បប់អត់ស្អីមានរសជាតិឆ្ងាញ់ទេតើតាប៉េងប៉ោះហ្នឹងរៀងឲ្យលួយមិនមានរសជាតិឆ្ងាញ់អញ្ចឹងបន្ទាប់ពីយើងកូរមកសន្ទុះហើយទុកពេលមកសន្ទុះឲ្យវារៀងឲ្យលួយហើយឥឡូវចាប់ផ្ដើមយកស្លឹកខ្ទឹមដែលយើងបានហាន់ទុកហ្នឹងយកមកដាក់កណ្ដាលសិនមកមិនដាក់ទាំងអស់ហើយបន្ទាប់មកទៀតយើងកូរវាបន្ថែមទៀតអញ្ចឹងណាឲ្យប៉េងប៉ោះហ្នឹងវាលួយតិចមកដល់ពេលប៉េងប៉ោះលួយសាច់វាចាប់ផ្ដើមចេញមកហើយឃើញទឹក
សឡរបស់យើងទឹកឆារបស់យើងនេះគឺចេញពណ៌បានល្អចេញពណ៌បានស្អាតអញ្ចឹងណាចាព្រោះអីពេលប៉ះទុំនៅពេលដែលវាលួយទៅវាចេញសាច់អីពណ៌ក្រហមមកកាន់ទឹកនោះធ្វើឲ្យសឡរបស់យើងកាន់តែឆ្ងាញ់ហើយពណ៌ទឹកសឡរបស់យើងនឹងពណ៌ទឹកឆារបស់យើងនឹងរឹតតែមើលទៅឃើញមានសោភ័ណភាពល្អអញ្ចឹងណាចាអញ្ចឹងដល់ពេលឆ្អិនហើយឥឡូវខ្ញុំដួសដាក់ចានហើយបងប្អូនហើយក៏អរគុណបងប្អូនច្រើនដែរសម្រាប់ការទស្សនាតកតងទៅនឹងការធ្វើម្ហូបរបស់ខ្ញុំណាចាអរគុណច្រើនជម្រាបលាបងប្អូន